ថ្ងៃមុនកូគាត់ថាឃ្លានញ៉ាំពងមាន់អាំងចង់ឲ្យជូនទៅទិញហើយនឹកឃើញថាអូតនេដែរអញ្ចឹងធ្វើឲ្យគាត់ញ៉ាំតែម្ដងទៅចាធ្វើម្ដងមិនតិចណាបងប្អូនខ្លាចញ៉ាំអត់គ្រាន់ធ្វើរហូតដល់30គ្រាប់ដែរចាពងមាន់យើងទិញយកមកពីផ្សារហ្នឹងលាងសម្អាតវាឲ្យស្អាតមកហើយបងប្អូនចោះបន្តិចចាទុកប្រហោងដើម្បីយើងចាក់ចូលទៅវិញណាយើងចោះដៃថ្នមបន្តិចព្រោះអីពងមាន់ងាយនឹងបែកខ្លាំងណាស់ចាអញ្ចឹងការចោះនេះបងប្អូនយកក្បាលក៏បានកតុយក៏បានដែរយើងចោះវារហូតទាល់តែអស់ពងមាន់30គ្រាប់ហ្នឹងហើយសពតដែលយើងចោះហើយហ្នឹងយើងយកមកលាងផ្កាប់សម្រស់ទឹកវាម្សាទៀតចាបន្ទាប់មកខ្ញុំលាយជាមួយនឹងម្សៅស៊ុបម្រេចហើយស្ករសចាហើយថែមជាមួយនឹងចាម្សៅស៊ុបខ្នុរនឹងថែមបន្តិចទៀតចាទឹកស៊ីអ៊ីវនឹងបន្តិចមកបន្ទាប់មកយើងកូរគ្រឿងទាំងអស់នឹងឲ្យសព្វចូលគ្នាចាកូររាំងយូរតិចដែរណាបងប្អូនអញ្ចឹងពេលដែលកូរហើយយើងអាចយកមកចាក់ចូលជាមួយនឹងសំបកពងដែលយើងរក្សាទុកមិញហ្នឹងបានហើយចាធ្វើពងមាន់អាំងនេះបើសិនជាគិតថាយូរក៏មិនយូរដែរយើងពេលដែលយើងរៀបចំគ្រឿងរួចរាល់អស់ហើយគឺធ្វើតែមួយផ្លែតបានញ៉ាំហើយចានៅពេលដែលយើងចាក់ចូលវាអស់ហើយហ្នឹងបងប្អូនអាចដាំទឹកទុកឲ្យពុះសិនក៏បានចានៅពេលដែលយើងរួចរាល់ល្មមទឹកពុះបងប្អូនអាចយកវាទៅដាក់ស្ងោរនៅក្នុងឆ្នាំងយើងដាក់ចំហុយនៅក្នុងឆ្នាំងណាចាយើងប្រើភ្លើងចំហុយនឹងតិចមែនតែនចាអត់ប្រើភ្លើងខ្លាំងទេយកសឹងថាយកតែចំហាយវានេះបងប្អូននៅពេលដែលយើងប្រើភ្លើងខុសតែបន្តិចមើលហៀដូចខ្ញុំអញ្ចឹងចាខ្ញុំព្យាយាមប្រើភ្លើងល្មមឲ្យប៉ុន្តែនៅតែហៀចេញទៀតចំពោះបងប្អូនដែលចង់បានរាងក្រៀមជាងនេះបន្តិចបងប្អូនអាចយកទៅដាក់អាំងបន្ថែមទៀតបានចា